ជំរាបសួរអាណាព្យាបាលទាំងអស់គ្នាតើលោកអ្នកព្រួយបារម្ភថាកូនរបស់លោកអ្នកចាប់ផ្ដើមភ្លេចខ្លឹមសារនៅក្នុងសៀវភៅបន្ទាប់ពីអានឬហាក់ដូចជាអានតែអក្សរមិនបានគិតឲ្យស៊ីជម្រៅដែរឬទេនៅថ្ងៃនេះយើងនឹងនិយាយគ្នាអំពីវិធីសាស្ត្រសួរសំណួរនៅពេលអានសៀវភៅដែលជួយកែប្រែការអានសៀវភៅទៅជាការហ្វឹកហាត់ពង្រឹងការគិតការអានសៀវភៅច្រើនក៏សំខាន់សម្រាប់កុមារដែរប៉ុន្តែភាពស៊ីជម្រៅនៃការអានគឺសំខាន់ខ្លាំងជាងបរិមាណនៃការអានទៅទៀតការអានសៀវភៅដែលស៊ីជម្រៅគឺជាដំណើរការបន្ថែមគំនិតផ្ទាល់ខ្លួនរបស់កុមារហើយរិះគន់និងបង្កើតគំនិតថ្មីៗដោយផ្អែកទៅលើខ្លឹមសារក្នុងសៀវភៅកុមារអាចពង្រឹងសមត្ថភាពដោះស្រាយបញ្ហាការគិតបែបច្នៃប្រឌិតការស្រមើស្រមៃតាមរយៈដំណើរការនៃការអាននេះបានវិធីសាស្ត្រទី1គឺជាវិធីសាស្ត្រសួរសំណួរពីក្រោយសៀវភៅដែលបង្កើតការចង់ដឹងចង់ឃើញមុនពេលបើកសៀវភៅសូមព្យាករណ៍ជាមួយនឹងកុមារថាតើខ្លឹមសារគឺជាអ្វីដោយមើលពីឈ្មោះអ្នកនិពន្ធចំណងជើងនិងក្របសៀវភៅប្រសិនបើសួរសំណួរដូចជាពេលមើលរូបភាពនេះហើយតើសាច់រឿងនេះកើតឡើងនៅទីណានោះអាចធ្វើឲ្យចំណេះដឹងផ្នែកខាងក្រោយរបស់កុមារសកម្មហើយជួយជំរុញឲ្យមានចម្ងល់ចង់ដឹងយ៉ាងសកម្មអំពីខ្លឹមសារនៅក្នុងសៀវភៅផងដែរវិធីសាស្ត្រទី2គឺជាវិធីសាស្ត្រសួរសំណួរពីការពិតជាការសាកសួរសំណួរ 5W81 ដើម្បីពិនិត្យមើលថាតើកុមារយល់ច្បាស់ពីខ្លឹមសារនៅក្នុងសៀវភៅហើយឬនៅនេះជាសំណួរដែលពិនិត្យចំណុចសំខាន់នៃខ្លឹមសារដូចជាអាកប្បកិរិយាដែលតួអង្គបានធ្វើវាមុនគេបង្អស់នោះគឺជាអ្វីប៉ុន្តែមិនត្រូវឈប់ត្រឹមតែសំណួរពីការពិតតែប៉ុណ្ណោះទេប៉ុន្តែត្រូវតែឈានទៅជំហានបន្ទាប់គឺជាការសួរសំណួរដែលពង្រីកការគិតរបស់កុមារវិធីសាស្ត្រទី3ដែលសំខាន់បំផុតនោះគឺជាវិធីសាស្ត្របែបរិះគិតនៅក្នុងដំណាក់កាលនេះសមត្ថភាពស្រមើស្រមៃនិងសមត្ថភាពច្នៃប្រឌិតរបស់កុមារនឹងមានការកើនឡើងការជួយជំរុញនៅការវិនិច្ឆ័យគំនិតរបស់កុមារដោយសួរថាតើកូនគិតយ៉ាងដូចម្តេចពីទង្វើរបស់តួអង្គឬសួរបែបច្នៃប្រឌិតថាប្រសិនបើកូនជាតួអង្គនេះវិញតើនឹងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេចនៅពេលដែលអនុវត្តវិធីសាស្ត្រសួរសំណួរទាំងនោះត្រូវមានច្បាប់មួយពេលកុមារឆ្លើយចម្លើយមិនត្រូវនឹងសំណួរឪពុកម្ដាយត្រូវតែបង្ហាញពីការយកចិត្តទុកដាក់ដោយស្មោះត្រង់ទោះជាចម្លើយរបស់កុមារខុសពីខ្លឹមសារនៅក្នុងសៀវភៅយ៉ាងណាក៏ដោយមិនត្រូវកែតម្រូវភ្លាមៗនោះឡើយប៉ុន្តែសូមប្រតិកម្មថាប្រហែលជាអាចคล้ายទៅជាបែបនឹងបានបែបនេះជួយឲ្យរក្សាបាននូវសមត្ថភាពស្រមើស្រមៃរបស់កុមារការនិយាយសារឡើងវិញនៅអ្វីដែលបានអានមកជាភាសាផ្ទាល់ខ្លួនគឺជារឿងសំខាន់ក្រៅពីនិយាយសូមធ្វើសកម្មភាពផ្សេងៗដូចជាការគូសគំនូរការបង្កើតរឿងនិទានការសរសេរអ្វីដែលបានអានចូលនៅក្នុងសៀវភៅកត់ត្រាជាដើមជាពិសេសការក្លាយជាតួអង្គនៅក្នុងសៀវភៅហើយយល់ពីអារម្មណ៍របស់តួអង្គវាពិតជាជំនួយដ៏ធំមែនទែនប្រសិនបើកុមាររើសសៀវភៅក្នុងការអាននោះដំបូងសូមគោរពនៅចំណាប់អារម្មណ៍របស់ពួកគាត់សិនហើយទោះជាកុមារអានតែសៀវភៅដែលចូលចិត្តក៏ដោយសូមសាកល្បងណែនាំពីសៀវភៅប្រភេទផ្សេងឲ្យបានស៊ីជម្រៅជាងនេះបន្តិចទៀតការដែលឪពុកម្ដាយត្រូវបង្ហាញពីសៀវភៅគ្រប់ប្រភេទឲ្យកូនឃើញវាជារំញោចដែលល្អខ្លាំងមែនទែនសម្រាប់កុមារការអានគឺជាបង្អួចនៃការសន្ទនាជាមួយនឹងកុមារពេលវេលាដែលសន្ទនានិងអានសៀវភៅជាមួយគ្នានេះបង្កើតបានជាទម្លាប់នៃការអានពេញមួយជីវិតរបស់កុមារសូមយល់ពីចិត្តនិងទំនាក់ទំនងជាមួយនឹងកុមារតាមរយៈវិធីសាស្ត្រអានដោយសួរសំណួរសូមផ្ដល់នូវសមត្ថភាពស្រមើស្រមៃចំណេះដឹងដែលអាចអានពីពិភពលោកនេះសម្រាប់កុមារតាមរយៈការអានសៀវភៅវីដេអូនៅថ្ងៃនេះខ្ញុំសង្ឃឹមថានឹងក្លាយជាជំនួយដ៏ធំសម្រាប់លោកអ្នកនិងក្នុងការបង្កើតពេលវេលាអានសៀវភៅជាមួយនឹងកុមារឲ្យបានកាន់តែច្រើនថែមទៀតនៅវីដេអូក្រោយយើងនឹងចែករំលែកគ្នាអំពីប្រធានបទទី6គឺភាពងាយស្រួលនៃការសិក្សាជាមូលដ្ឋានពីរបស់នៅក្នុងផ្ទះទាំងអស់អាចក្លាយទៅជាសម្ភារៈសិក្សាបាននេះគឺជាការអភិវឌ្ឍនៅគោលការណ៍វិទ្យាសាស្ត្រនិងសមត្ថភាពអង្កេតក្នុងជីវិតប្រចាំថ្ងៃជាមួយគ្នាជួបគ្នានៅក្នុងវីដេអូក្រោយសូមអរគុណ